DaVinci Resolve ចំនួនទី 20.2 គឺបានចេញរួចរាល់ហើយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ update ទេយើងអ្នកទាំងអស់គ្នាអាច click link នៅក្នុង comment បានអ្នកទាំងអស់គ្នាអាច update ទាំងអស់គ្នាទៅសម្រាប់ការ upgrade version មក 20.2 គឺមាន feature ដូចជា AI មកច្រើនខ្លាំងមែនទែនហើយសម្រាប់បងប្អូនយើងចូលចិត្ត color grading ឥឡូវ color page គឺមាន add effect មកមួយចំនួនផងដែរហើយវីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង effect ថ្មីមួយដែលមានឈ្មោះថា split tone ឥឡូវគឺខ្ញុំនៅក្នុង color page របស់ DaVinci Resolve អញ្ចឹងអ្នកទាំងអស់គ្នាចូលមក effect មកហើយបន្តមកទៀតអ្នកទាំងអស់គ្នាអស់ចុះក្រោមស្វែងរកពាក្យថា Resolve FX Film Emulations បន្តមកទៀតអ្នកទាំងអស់គ្នាអស់ចុះក្រោមបន្តិចទៀតគឺឃើញនឹង split tone នេះរដងការធ្វើ split tone គឺយើងមានច្រើនវិធីយើងអាច manual ខ្លួនឯងក៏បានយើងអាចធ្វើវានៅក្នុង Film Loop Creator ក៏បានឬក៏យើងអាចប្រើជាមួយនឹង plugin នៅក្នុង DCTL ក៏បានដូចគ្នាប៉ុន្តែឥឡូវគឺយើងមាន effect តខ្លួនគឺចេញមកដាច់ពីគេតែម្ដងគឺ split tone អញ្ចឹងអ្នកទាំងអស់គ្នាអាចស្វែងរកវានៅក្នុង effect បាននៅពេលដែលអ្នកទាំងអស់គ្នា upgrade មក 20.2 រួចរាល់ការធ្វើ split tone រដងគឺយើងអាចប្រើប្រាស់តាមរយៈ manual ដូចជានៅក្នុង curve អញ្ចឹងគឺយើង attach ដក link ចោលទាំងអស់ទៅហើយយើងចាប់ដើមធ្វើ split tone មួយអីចឹងទៅហ្នឹងហើយអញ្ចឹងពេលខ្លះវាពិបាកត្រង់ថាបើសិនជាយើងអត់សូវប៉ាកែក្នុងការលេង curve ទេគឺវាអាចនឹងធ្វើឲ្យ look យើងប៉ះពាល់អីចឹងណា Yes so អាហ្នឹងគឺជាវិធីដែលយើងធ្វើmanual ខ្លួនឯងចឹងវារៀងហានិភ័យយើងអត់ដឹងថាត្រឹមកម្រិតណាមួយដែលយើងអាចទទួលយកវាបានទេដូចអ្វីដែលខ្ញុំកំពុងតែធ្វើអញ្ចឹងគឺព្រាវសុទ្ធសាធហើយបើសិនជាអ្នកទាំងអស់គ្នាអត់មាន monitor ដែលជឿជាក់បានទេអាហ្នឹងក៏កាន់តែពិបាកជាងមុនដូចគ្នាហើយនេះគឺជាការទាញ curve 2-3លេងហើយបន្តមកទៀតគឺយើងមាននៅក្នុង Film Loop Creator របស់ DaVinci Resolve តតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាច search បានយើងចុចពាក្យ search មក Film Loop Creator នេះចឹងខ្ញុំនឹងប្រាប់ពី advantage ក៏ដូចជា disadvantage ដែលយើងប្រើ split tone នៅក្នុង Film Loop Creator អាហ្នឹងគឺការពីមុនការពី split tone អត់តចេញមក right so ដំបូងគឺយើងបិទ effect blend យើងបិទ Film Loop blend so យើងប្រើប្រាស់តែ effect blend color blend ទេអញ្ចឹងនៅក្នុងនេះគឺយើងមាន split tone available ជូនទៅដល់អ្នកទាំងអស់គ្នាហើយយើងអាច enable វាបាននៅក្នុងការធ្វើ split tone នេះគឺ advantage គឺមាន split tone ដើម្បីឲ្យអ្នកទាំងអស់គ្នាប្រើdisadvantage គឺនៅពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹង Film Loop Creator គឺ color setting គឺវានឹងមាន setting ឲ្យយើងផ្ទាល់តែម្ដងអញ្ចឹងបើសិនជាយើងអត់ប្រើតាក់ទងជាមួយនឹង split tone ទេយើងបិទបើកមកគឺ color របស់យើងគឺវាផ្លាស់ប្ដូរតែម្ដងចុះបើសិនជាយើងចង់ប្រើប្រាស់ split tone តែឯងយើងគ្រាន់តែចង់ adjust ទៅលើ split tone ទេយើង split tone ពីមួយទៅមួយចឹងទៅអញ្ចឹងយើងធ្វើមិនព្រោះតែស្អីចូលមក Film Loop Creator គឺយើងត្រូវ adjust setting ទាំងអស់ហ្នឹងដើម្បី balance វាមកវិញអញ្ចឹងណាចង់ sometimes វារៀង annoy យើងខ្លាំងអូខេឥឡូវគឺយើងឡើងម្ដងទៀតនេះគឺយើងមាន split tone អញ្ចឹងយើងអាច search split tone មកហើយយើងទាញវាចូលមកក្នុង node របស់យើងមកអញ្ចឹងតើតោងជាមួយនឹង footage នេះគឺខ្ញុំបានធ្វើ color space transform reroll ឯងអញ្ចឹងគឺយើងមាន Black Magic មក DaVinci ហើយបន្តមកទៀតគឺខ្ញុំ open DLT ពី DaVinci ទៅ Rec 709 1886ហើយនឹង adjust exposure តិចតួចអញ្ចឹងណាអូខេ so ឥឡូវគឺយើងចូលមក split tone ដើម្បី detail ជូនទៅដល់អ្នកទាំងអស់គ្នាតែម្ដងទៅ split tone គឺមកជាមួយនឹង3 mode ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសទី1គឺ natural ទី2គឺ strong ហើយទី3គឺ custom mode អញ្ចឹងគឺយើងមាន3 mode សម្រាប់ play around តាក់ទងជាមួយនឹង split tone របស់យើងអញ្ចឹងដំបូងគឺយើងនិយាយតាក់ទងជាមួយនឹង natural mode សិនso natural mode គឺដំបូងគឺយើងមាន strength pivot ក៏ដូចជា hue angle អញ្ចឹងយើងអាចផ្លាស់ប្ដូរពីពណ៌មួយទៅពណ៌មួយអញ្ចឹងណាអូខេ so មុននឹងធ្វើវាយើងចូលទៅ color space override សិនអញ្ចឹងនៅក្នុងចន្លោះនេះខ្ញុំ transform ពី Black Magic មក DaVinci ហើយនេះគឺយើង DaVinci ចេញទៅ Rec 709អញ្ចឹងនៅក្នុងចន្លោះនេះគឺយើងធ្វើការនៅលើ DaVinci Resolve Vega Mode ក៏ដូចជា intermediate អញ្ចឹងទៅអញ្ចឹងនៅក្នុង effect ដូចគ្នាដែរយើងអាចចូលទៅ setting ហើយនឹង color management របស់យើងគឺ timeline color space គឺ DaVinci Resolve Vega Mode ក៏ដូចជា intermediate អញ្ចឹងកន្លែង color space នេះគឺជា color space នៃ timeline របស់យើងអញ្ចឹងគឺយើងដាក់មក DaVinci intermediate Vega Mode intermediate បន្តមកទៀតខាងក្រោមក៏យើងដាក់ DaVinci Vega Mode ក៏ដូចជា intermediate ដូចគ្នាដោយសារតែយើង work on ទៅលើ DaVinci Resolve color management ជា Vega Mode ក៏ដូចជា intermediate តោះមកយើងបិទ color space វិញបើសិនជាអ្នកទាំងអស់គ្នាអត់វាយក៏បានដែរ no problem ដោយសារតែវានឹង pick up ទៅលើកន្លែង timeline color space របស់យើងអីចឹងណា but just to make sure ទេអញ្ចឹងអ្នកទាំងអស់គ្នាចង់ដាក់ក៏បានអត់ក៏បានអញ្ចឹងឥឡូវយើងចូលទៅ natural mode វិញអញ្ចឹង strength គឺយើងអាច
adjust វាទៅតាមអ្វីដែលអ្នកទាំងអស់គ្នាចង់ឲ្យ effect ហ្នឹងគឺវាប៉ះពាល់ទៅលើ footage យើងខ្លាំងកម្រិតណាអញ្ចឹងទៅអញ្ចឹងខ្ញុំអាចឧទាហរណ៍បានតាមរយៈgrayscale អញ្ចឹងយើងទាញ split tone ចូលមកអញ្ចឹងនេះគឺជា natural mode ហើយអ្នកទាំងអស់គ្នាអាចឃើញបានអញ្ចឹង strength គឺយើងអាចតម្លើងតម្លាក់មកនេះអញ្ចឹងគឺវានឹងប៉ះពាល់ទៅផ្នែក highlight ក៏ដូចជាទៅផ្នែក shadow របស់យើងហើយ pivot angle គឺបើសិនជាយើងប្រើជាមួយនឹង DaVinci Resolve Vertical Mode គឺលេខ pivot គឺ 0.336 អូខេបន្តមកទៀតយើងអាចដូរពណ៌បាន split ពី tone មួយទៅ tone មួយអញ្ចឹងណា yeah so prefer ទៅលើអ្នកទាំងអស់គ្នាទេតើយើងស្រឡាញ់ tone បែបម៉េចអីចឹងទៅ right ហើយបតនខាងក្រោមនេះគឺជាការ protect neutral អញ្ចឹង protect neutral គឺយើងមាន3ពណ៌ neutral គឺជាពណ៌មួយដែលវាអត់មាន saturation ដូចជាពណ៌សដូចជាពណ៌ខ្មៅក៏ដូចជាពណ៌ middle grade ជាដើមអញ្ចឹងដូចជាប្រភេទហ្នឹងនឹងឯង right so នៅពេលដែលយើង protect neutral មកគឺ grayscale របស់យើងគឺនឹងទៅសភាពដើមដោយសារអី grayscale របស់យើងគឺមានតែ3ពណ៌ទេកំបាញ់ចូលគ្នាសប្រភេទហើយនិងខ្មៅ right so តិចទៀតខ្ញុំនឹងឧទាហរណ៍ជាមួយនឹង footage ផ្ទាល់តែម្ដងឥឡូវគឺយើងចូលទៅ footage របស់យើងវិញអញ្ចឹងកន្លែង strength នេះគឺអ្នកទាំងអស់គ្នាអាចទាញទៅតាមលទ្ធភាពណាដែលអ្នកទាំងអស់គ្នាចង់ឲ្យវាប៉ះពាល់ទៅលើ footage របស់យើងហើយ pivot ហើយខ្ញុំប្រើមួយ DaVinci Vertical Mode អញ្ចឹងយើងវាយមក 0.336 ហើយនឹង angle អញ្ចឹងយើងចង់បានពណ៌ណាដែល split tone ណាដែលរាងស្អាតអញ្ចឹងណា right so យើងធ្វើវាអស់ហើយបន្តមកទៀតដោយសារតែវា tone វា mapping ចូលទៅពណ៌អសនិងពណ៌ខ្មៅយើងពេកតាក់ទងជាមួយនឹង shadow ក៏ដូចជាពលឺព្រះអាទិត្យជះមកក៏យើងមាន tone សដែរអញ្ចឹងគឺយើងត្រូវ protect neutral របស់យើងអញ្ចឹងទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ like មកបែបផ្សេងអាហ្នឹងយើងអាចអត់ protect neutral បានសម្រាប់ខ្ញុំចង់ protect neutral ច្រើនជាង so yeah យើង click protect neutral មកអញ្ចឹងតាក់ទងជាមួយនឹងពណ៌ខ្មៅ shadow របស់យើង gray ក៏ដូចជា white គឺវានឹងរក្សាមកសភាពដើមវិញ right so វាប៉ះពាល់តែកន្លែងណាដែលមាន saturation ដែលឲ្យវា split tone ទេ so កន្លែងនេះខ្ញុំអាចបិទបើក protect neutral បានso វា yeah very good ល្អមែនទែនអញ្ចឹងយើងអាចទាញ strength របស់យើងដល់កប់ហ្មងក៏វាអត់សូវប៉ះពាល់ footage របស់យើងដែរប៉ុន្តែបើសិនជាយើងអត់ protect neutral ទេអាចនឹង break image ដូចគ្នា so យើងប្រើប្រាស់វាដោយ limit ខ្លះអញ្ចឹងណាអូខេនេះ right so យើងអាចផ្លាស់ប្ដូរពីពណ៌មួយទៅពណ៌មួយថែមទៀតអញ្ចឹងទៅ so អ្នកទាំងអស់គ្នា prefer color បែបណាយើងអាច split ទៅតាមហ្នឹងអញ្ចឹងទៅអូខេបន្តមកទៀតគឺយើងមានជាប្រភេទ strong mode so ពេលដែលយើង select strong mode protect neutral គឺនឹងបិទអញ្ចឹងតាក់ទងជាមួយនឹង strength ក៏ខ្លាំងដូចគ្នាអញ្ចឹងយើងអាច play around វាតិចបានអញ្ចឹងណា right so angle ណាហើយ strength ចង់ឲ្យប៉ះពាល់ត្រឹមកម្រិតណាអីអ្នកទាំងអស់គ្នាអាច play around កន្លែងហ្នឹងបានឬក៏អ្នកទាំងអស់គ្នាចង់ custom វាហ្មងក៏បានដូចគ្នាអញ្ចឹងយើងចុចពាក្យថា custom មកអញ្ចឹង custom គឺយើងចែកដាច់រវាង highlight រវាង shadow ក៏ដូចជារវាងការ protect neutral របស់យើងអញ្ចឹងយើង set pivot របស់យើងដដែល 0.336 and then យើងចូលមក shadow របស់យើងអញ្ចឹងយើងចង់ឲ្យវាប៉ះពាល់ទៅ shadow របស់យើងត្រឹមកម្រិតណាអញ្ចឹងណា so we play around កន្លែងហ្នឹងទៅ right អូខេអានេះឧទាហរណ៍បើសិនជាខ្ញុំឆ្លាញ់ប៉ុណ្ណឹង right so ឥឡូវយើងចូលទៅ highlight របស់យើងវិញម្ដងអញ្ចឹងនៅពេលដែលយើងអស់ទៅ strength highlight គឺវាប៉ះពាល់ផ្នែកដែលមានពន្លឺហ្នឹងហើយផ្នែកដែលមានពន្លឺជា highlight អញ្ចឹងទៅ right so យើងចង់បានត្រឹមកម្រិតណាហើយ angle hue របស់យើងទៅកម្រិតណាបន្តមកទៀតយើងចូលមក neutral អញ្ចឹងយើងអាច protect neutral របស់យើងបាន right so យើងអាចអស់មើលទៅតាមហ្នឹងទៅយើងការពារវាត្រឹមកម្រិតណាអញ្ចឹងបានន័យថា preset គឺយើងមាន natural យើងនៅអាច adjust បាន strong គឺយើងអាច protect neutral ទេប៉ុន្តែក៏យើងអាច adjust ទៅលើ strength pivot អីលក្ខណៈអញ្ចឹងទៅប៉ុន្តែបើសិនជាយើងនិយាយពីតាក់ទងជាមួយនឹង custom mode គឺយើងអាច play around គឺយើងអាចគ្រប់គ្រងវាដោយទាំងមូលតែម្ដងអញ្ចឹង pivot យើងមាន shadow strength យើងមានផ្លាស់ប្ដូរពី tone មួយទៅ tone មួយទៅ tone មួយ right so យើងមាន highlight right so natural អីលក្ខណៈបន្តមកទៀតគឺយើងមាន global blends អញ្ចឹងយើងជា overall យើងចង់ឲ្យវាប៉ះពាល់ទៅលើ image របស់យើងត្រឹមកម្រិតណាមួយដែលយើងគិតថា okay I'm good to go with that so yeah that's it អ្នកទាំងអស់គ្នា
សម្រាប់ខ្ញុំអ្នកដែលចូលចិត្តធ្វើ color grading តាក់ទងជាមួយនឹងការបំបែក split tone មកជា effect ផ្ទាល់ខ្លួនគឺវា help មែនទែនហើយក៏ជាការបំរែបំរួលក៏ជា update មួយដ៏ល្អមែនទែនព្រោះរាល់ដងភាគច្រើនគឺខ្ញុំធ្វើ curve ខ្លួនឯង right so បើមិនអញ្ចឹងទេគឺប្រើ plugin DCTL so ឥឡូវគឺយើងមាន split tone នៅក្នុង effect របស់ DaVinci Resolve តើតែម្ដងចឹងអ្នកទាំងអស់គ្នាអត់ត្រូវការទិញ plugin អ្នកទាំងអស់គ្នាត្រូវការ manual right curve ខ្លួនឯងឬក៏ចូលទៅ film look creator នៅវាប៉ះពាល់ color យើងត្រូវ balance ចុះ balance ឡើងទៀត so ចង់ split tone គឺគ្រាន់តែ search split tone មកគឺរួចជាស្រេចទេអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ